ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំចង់នាំទាំងអស់គ្នាមកការរស់នៅនិងការគ្រប់គ្រងចំណាយប្រចាំថ្ងៃរបស់ខ្ញុំនៅទីជនបទដែលខ្ញុំកំពុងរស់នៅក្នុងកម្រិតថវិកាតែ 5,000 រៀលទៅ 8,000 រៀលតែប៉ុណ្ណោះនៅក្នុងមួយថ្ងៃឥឡូវនេះម៉ោង 6:30 នាទីពេលព្រឹកបានធ្វើដំណើរទៅការិយាល័យធ្វើការរបស់ខ្ញុំនៅតាមផ្លូវមុនទៅដល់កន្លែងខ្ញុំធ្វើការខ្ញុំតែងតែចូលទិញអាហារពេលព្រឹកសាមញ្ញហើយថ្ងៃនេះផងដែរខ្ញុំចូលទិញនំប៉័ងចំនួនកន្លះដើមដើម្បីញ៉ាំជាអាហារពេលព្រឹកហើយបន្ទាប់ពីបានទិញរួចរាល់ហើយយើងក៏បានចេញដំណើរបន្តទៅមុខទៀតព្រោះអត់ទាន់ទៅដល់កន្លែងយើងធ្វើការទេហើយមួយរយៈនេះមេឃអ៊ូអាប់ច្រើនហើយក៏មានភ្លៀងធ្លាក់ច្រើនផងដែរដែលទាមទារឲ្យយើងមកធ្វើការត្រូវមានអាវភ្លៀងជាប់ជានិច្ចឥឡូវយើងបានមកដល់កន្លែងចតម៉ូតូហើយដោយបងប្អូនបានឃើញអញ្ចឹងកន្លែងចតម៉ូតូថ្ងៃនេះមានតែខ្ញុំម្នាក់ឯងទេដោយសារថ្ងៃនេះជាថ្ងៃអាទិត្យហើយនេះនៅខាងមុខរោងចក្របងកម្មករគាត់បានដាំបន្លែដាំផ្កាយតិចតួចនៅខាងមុខរោងចក្រដើម្បីជាការលម្អសោភ័ណភាពមុខរោងចក្រយើងអញ្ចឹងណាបន្ទាប់មកទៀតឥឡូវហ្នឹងយើងបានមកដល់ office ហើយមុននឹងចាប់ផ្ដើមនៅកិច្ចការងារយើងបន្តយើងត្រូវស្រស់ស្រូបអាហារពេលព្រឹកឲ្យហើយរួចរាល់ដើម្បីឲ្យកាពះរបស់យើងមានការងារធ្វើផងកុំឲ្យធ្វើតែយើងហើយកាពះរបស់យើងអត់មានអីធ្វើវានឹងរលរឿងហើយផ្លេចប្រាប់បងប្អូនទាំងអស់គ្នានំប៉័ងនេះមួយកណាត់ហ្នឹងមានតម្លៃ 2,500 រៀលខ្ញុំគិតថាវាមិនថ្លៃពេកទេហើយប៉ុណ្ណឹងយើងអាចឆ្អែតបានយើងអាចទុកបានថាម៉ោង 11 អីអញ្ចឹងទម្រាំដល់ម៉ោង 11 គឺដល់ម៉ោងបាយថ្ងៃហើយអញ្ចឹងប៉ុណ្ណឹងគឺរួចរាល់នៅវគ្គពេលព្រឹកអញ្ចឹងម៉ោងបន្ទាប់ទៀតគឺយើងចូលដល់ម៉ោងដែលយើងត្រូវធ្វើកិច្ចការងារហើយនៅថ្ងៃនេះការងារនៅសល់ក៏មិនច្រើនណាស់ណាដែរនៅសល់យើងត្រូវប្រហើយកិច្ចការងារដែលនៅសល់ខ្លះហើយនឹងត្រៀមកិច្ចការងារសម្រាប់ថ្ងៃបន្ទាប់ទៀតដែលត្រូវធ្វើអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំក៏បានត្រៀមរៀបចំឯកសារមួយចំនួនពិនិត្យឯកសារមួយចំនួនដែលបានធ្វើហើយខ្លះនឹងអត់ទាន់បានធ្វើដើម្បីត្រៀមសម្រាប់ submit នៅថ្ងៃច័ន្ទអញ្ចឹងឯកសារនេះដែលខ្ញុំកំពុងមើលនេះឯកសារហ្នឹងធ្វើហើយកាលពីម្សិលមិញហើយក៏ប៉ុន្តែយើងត្រូវយកមកពិនិត្យបន្ថែមទៀតអញ្ចឹងណាខ្លាចលោមានខុសនៅពេលដែលយកពិនិត្យមកប៉ិតមែនបងប្អូនឃើញមានកំហុសឆ្គងមែនមិនថាឯកសារយើងកាលណាធ្វើភ្លាមយើងពិនិត្យមើលភ្លាមជួនកាលយើងពិនិត្យមើលអត់ឃើញទេអញ្ចឹងបើយើងអាចធ្វើវាហើយយើងទុកវាមួយថ្ងៃសិនយើងធ្វើកិច្ចការងារអីផ្សេងទៀតអញ្ចឹងណាបងប្អូនហើយចាំថ្ងៃបន្ទាប់ទៀតយើង review វាឡើងវិញអញ្ចឹងវាល្អប្រសើរទីមួយយើងអាចពិនិត្យវិច័យមើលនៅកិច្ចការងាររបស់យើងកាន់តែច្បាស់លាស់និងមានប្រសិទ្ធភាពខ្ពស់អញ្ចឹងណាបងប្អូននេះមិនមែនខ្ញុំចេះតែថាទេខ្ញុំឆែកមើលនៅក្នុង AI ក៏គេប្រាប់អញ្ចឹងដែរអូខេហើយបន្ទាប់ទៀតដោយសារគៀកម៉ោងដែរហើយគៀកម៉ោងដែលត្រូវយើងចេញហើយអញ្ចឹងយើងក៏ដើរមើលជុំវិញនៅក្នុងរោងចក្រអញ្ចឹងណាថាតើមានអីខ្លះឲ្យបងប្អូនបានមើលបន្ទាប់មកទៀតឥឡូវបានចេញមកដល់ផ្ទះហើយថ្ងៃនេះផងដែរក៏អត់ធ្វើម្ហូបទុកដែរដល់មកដល់ផ្ទះបានធ្វើភ្លាមដើម្បីក្តៅបានញ៉ាំអញ្ចឹងណាហើយយើងធ្វើឆាផ្កាខាត់ណាជាមួយនឹងសាច់គោមានបកាលាយផងដែរអញ្ចឹងរីករាយទស្សនាជាមួយនឹងការធ្វើម្ហូបទាំងអស់គ្នា អ
របស់យើងក៏ចិត្តនឹងឆ្អិនដែរហើយបងប្អូនទាំងអស់គ្នាសាគិតមើលតើម្ហូបនេះឆ្ងាញ់អត់សម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តផ្កាខាត់ណាខៀវឆាហើយតាមពិតទៅតួអត់ដាក់សាច់ក៏ឆ្ងាញ់ដែរឆាជាមួយប្រេងខ្យងអញ្ចឹងណាបងប្អូនហើយយើងជ្រលក់ជាមួយនឹងអំបិលម្រេចអីចឹងណាខ្ញុំមិនដឹងថាបងប្អូនចូលចិត្តដូចខ្ញុំអត់ទេប៉ុន្តែសម្រាប់ខ្ញុំគឺចូលចិត្តមែនតើហើយវាក៏ងាយស្រួលផងដែរហើយកាន់តែពិសេសសម្រាប់ខ្ញុំនោះគឺជ្រក់ម្ទេសហើយនិងជ្រក់ខ្ទឹមនេះបងប្អូននៅពេលបាយម្ដងគឺអត់ដែរចោលទេហើយបានញ៉ាំជាមួយបន្លែបានញ៉ាំជាមួយសាច់អីហ្នឹងគឺឆ្ងាញ់មែនតើខ្ញុំចូលចិត្តខ្លាំងហើយអត់ទាន់អស់ឲ្យបងប្អូនហើយបន្ទាប់ពីបាយហើយយើងក៏មានតែជាដែលធ្វើដោយខ្លួនឯងអញ្ចឹងណាបងប្អូនដល់ម៉ោងទៅធ្វើការមេឃដឹងតែភ្លៀងមកឲ្យមេឃធ្វើស៊ីខ្លាំងតែមិនអីទេឥឡូវបានមកដល់ office ហើយពេលថ្ងៃក៏មិនខុសពីពេលព្រឹកដែរក៏មានកិច្ចការងារដែលត្រូវធ្វើទៀតអញ្ចឹងណាសរុបតាំងពីព្រឹករហូតដល់ពេលថ្ងៃហ្នឹងអត់មានចំណាយអីទេគឺមានតែនំប៉័ងមួយកណាត់ហ្នឹងហើយនឹងទឹកសុទ្ធម្ដងបាទគិតជាលុយទៅអស់ 5,000 រៀលបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងឯងវីដេអូថ្ងៃនេះហើយខ្ញុំថតទស្សនវិជ្ជាខ្លះនៅក្នុងផ្សារដែលមានលក់ផ្លែឈើល្អដូចបើដែលខ្ញុំកំពុងថតនេះមកពីមណ្ឌលគិរីល្អបងប្អូនហើយ1គីឡូ 6,000ហើយទុរេនសាវម៉ាវបែកគូទំពាំងបាយជូរហើយវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយបងប្អូនបានទស្សនាកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបាយបាយ